ចេះតែសរសេរទៅ create an animation video from the uploaded image បន្ទាប់ពីរងចាំ1ទៅ2នាទីនឹងហើយយើងឃើញថាយើងបានវីដេអូបែបនេះបាទតែបងប្អូនសូមប្រើប្រាស់ដោយមានការទំនួលខុសត្រូវណាព្យាយាមកុំប្រើប្រាស់ខុសរបៀបយក AI មកប្រើប្រាស់ឲ្យបានត្រឹមត្រូវឲ្យមានផលប្រយោជន៍ដល់យើងជាមួយនឹងសង្គមណាជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលផ្សាយចេញពី Channel YouTube Galaxy Tips KH អូខេថ្ងៃនេះដែរខ្ញុំចង់បង្ហាញការប្រើប្រាស់ Gemini AI របស់ Google នៅលើ Galaxy S25 Ultra ហើយខ្ញុំប្រើប្រាស់រូបភាពដើម្បី generate ទៅជាវីដេអូដោយប្រើប្រាស់ Google VO3 VO3 អញ្ចឹងណាដោយសារ account ខ្ញុំគេហៅថា account Pro បាទ account Pro ហើយខ្ញុំសូមបញ្ជាក់បងទៀត account Pro បើសិនជាបងប្អូនដែលប្រើប្រាស់ M25 Ultra M25 Series C46 សំទោស C47 C Flip 7បងប្អូនអាច claim យក benefit នេះបានដោយសារបងប្អូនទទួលបាន6ខែ free គេឲ្យប្រើប្រាស់ព្រួយបើសិនជាយើងប្រើប្រាស់មុខងារ Pro ហ្នឹងណាមួយខែ$20បងប្អូនមួយខែ$20គឺវាមានមួយខែ$20 19.99 អីចឹងទៅអញ្ចឹងវាគិតចុះគិតឡើងវាចូល$20ហើយអញ្ចឹងដើម្បីបងប្អូនអាចប្រើប្រាស់នឹងបានដោយ free បងប្អូន claim យកមុខងារ benefit ហ្នឹងទៅបាទខ្ញុំសូមបិទអា notification បន្តិចបាទដោយសារវារៀងរំខានបន្តិចអញ្ចឹងណាបាទអញ្ចឹងនេះគឺតាក់ទងជាមួយនឹង account របស់ខ្ញុំគឺ Pro ហើយខ្ញុំមាន create image អញ្ចឹងទៅ Nano Banana write anything build an idea deep research create video Nano Banana គេធ្វើច្រើនហើយ VO3 ក៏គេធ្វើច្រើនដែរតែថ្ងៃនេះខ្ញុំចង់បង្ហាញបន្តិចអញ្ចឹងណាថ្ងៃនេះដែរគឺខ្ញុំចង់បង្កើតវីដេអូប្រើប្រាស់ Gemini នៅលើ M25 Ultra បាទបងប្អូនដែលមាន Gemini អាចចូលសាកមើលទៅចូល Gemini បន្ទាប់មកបងប្អូនចុចមើលកន្លែងអស់នេះបាទវាមានហើយណា create video with VO ឥឡូវខ្ញុំយក VO បាទ VO អូមានអីណាណីទៀតលយមែនអូខេអញ្ចឹងខ្ញុំចុចកន្លែងហ្នឹងប៉ុន្តែ VO ហ្នឹងគឺខ្ញុំចង់បង្កើតចេញពីរូបភាពដែលខ្ញុំមានបានន័យថាខ្ញុំមានរូបភាពហើយខ្ញុំចង់ឲ្យរូបភាពហ្នឹងคล้ายដូចជា VO វីដេអូដោយប្រើប្រាស់ Gemini អូខេខ្ញុំចុចហ្នឹងហើយអញ្ចឹងខ្ញុំចូលទៅ upload រូបភាពមកឧទាហរណ៍រូបភាពណាឥឡូវខ្ញុំយករូបភាពនេះមួយចុះរូបភាពកូនខ្ញុំអញ្ចឹងណា generate រូបភាពនេះណាបងប្អូនខ្ញុំយករូបតោនេះបាទខ្ញុំចុចលើហ្នឹងអញ្ចឹងវានឹង update អូខេបន្តមកទៀតតែខ្ញុំចង់ឲ្យរូបភាពហ្នឹងคล้ายទៅជាម៉េចណាអញ្ចឹងខ្ញុំត្រូវសរសេរ prompt បាទខ្ញុំសរសេរ prompt មកឧទាហរណ៍ណាចេះតែសរសេរទៅ create an animation video from the uploaded image បាទបន្តមកទៀតយើងអាចធ្វើម៉េចសរសេរតាមការសម័យរបស់យើងទៅឧទាហរណ៍ខ្ញុំសាកmaking it look like the style of lion opening scene in the cartoon of cartoon video អញ្ចឹងណាឬក៏ cartoon movie Tom and Jerry អញ្ចឹងទៅបាទយើងចេះសរសេរសិនទៅណា and the sound of lion roar អីចឹងទៅណាខ្ញុំសរសេរអញ្ចឹងទៅបាទខ្ញុំចេះសរសេរទៅខ្ញុំមិនដឹងថាប្រមខ្ញុំនឹងវាទៅមិនទេប៉ុន្តែខ្ញុំអាចប្រើប្រាស់អាហ្នឹងអានេះខ្ញុំអូខេខ្ញុំអីទេបន្ទាប់មក VO3 ប៉ុណ្ណឹងខ្ញុំសរសេរប្រមខ្ញុំមានរូបផុតហើយខ្ញុំចុច send generate អូខេរងចាំមើលប្រហែលជាមួយស្ទុះបាទវា analyze ហើយបន្ទាប់មកវានឹងធ្វើឲ្យយើងសាកមើលបាទវាកំពុងតែ generate ហើយអញ្ចឹងប្រហែលជាខ្ទង់1ទៅ2នាទីដើម្បី generate វីដេអូហ្នឹងអញ្ចឹងណាបងប្អូនអូខេអញ្ចឹងយើងរងចាំទាំងអស់គ្នាណាបាទមិនបាច់ទាន់ទៅណាទេបងប្អូនរងចាំទាំងអស់គ្នាអូខេបន្ទាប់ពីរងចាំ1ទៅ2នាទីហ្នឹងហើយយើងឃើញថាយើងបានវីដេអូបែបនេះបាទឃើញទេបងប្អូនចុចចូលទៅមើលបាទឃើញទេបាន animation video នេះអូខេចឹងពីរូបភាពធម្មតាទៅជា animation video បាទតបមកយើង save ទៅបងប្អូនយើងចុចអានេះមកយើង save ទៅ
ឃើញទេបងប្អូន អានេះគឺយើងធ្វើទៅជា animation video ចេញពីរូបភាពដែលយើង upload បាទហើយបើសិនជាយើងអត់ចង់ទេយើងចង់សរសេរបែបអីធម្មតាគឺយើងសរសេរធម្មតាតែម្ដងទៅយើងសរសេរ prompt សរសេរអីចូលហ្មងទៅមិនបាច់ចាំបាច់ upload ទេហើយយើងឲ្យ Gemini ធ្វើការខ្លួនឯងទៅដូចតែបងប្អូនឃើញមួយរយៈមុនហ្នឹងឃើញមានវីដេអូ AI ជាច្រើនមានរូបយាយរូបចៅរូបក្មេងរូបអីចឹងណាហើយនិយាយភាសាខ្មែរបានទៀតអាហ្នឹងគឺភាពងាយស្រួលរបស់ AI បាទគឺតែបងប្អូនសូមប្រើប្រាស់ដោយមានការទំនួលខុសត្រូវណាព្យាយាមកុំប្រើប្រាស់ខុសរបៀបយក AI មកប្រើប្រាស់ឲ្យបានត្រឹមត្រូវឲ្យមានផលប្រយោជន៍ដល់យើងជាមួយនឹងសង្គមណាជៀសវាងកុំឲ្យប្រើប្រាស់ដើម្បីបំពុលណាអូខេវីដេអូថ្ងៃហ្នឹងតែប៉ុណ្្នឹងឯងបងប្អូនបាទកុំភ្លេចជួយ like ជួយ share វីដេអូម្នាក់មួយផងហើយកុំភ្លេចជួយ subscribe channel YouTube Galaxy Tip KA ម្នាក់មួយផងបាទអរគុណជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ